ផ្សារមួយដែលស្ថិតនៅជើងភ្នំក្រពើហើយឈ្មោះគេមានដល់ទៅ3បងប្អូនគឺផ្សារឡាវីផ្សារមេម៉ាយនិងផ្សារក្រពើបើសម្រាប់ខ្ញុំហៅផ្សារក្រពើងាយស្រួលជាងគេព្រោះផ្សារនេះស្ថិតនៅជើងភ្នំក្រពើបាទទាំងនេះគឺជាសកម្មភាពអាជីវករក្នុងផ្សារកំពុងតែលក់ដូរបន្លែត្រីសាច់ផ្សេងៗមកពីព្រឹកអញ្ចឹងបន្លែបន្លុកកំពុងពេញស្រស់ញញឹមល្អខ្លាំងណាស់បើនិយាយពីតម្លៃពួកគាត់លក់ធូរថ្លៃទេបងប្អូនជាពិសេសមានបន្លែច្រកថងមួយថង500រៀលទាំងអស់មានតាំងពីកសាំងត្រប់លាវស្លឹកអំពិលជាដើមហើយយើងមើលទៅត្រីសាច់ផ្សេងៗក៏សម្បូរដែរនៅក្នុងផ្សារនេះផ្សារមេម៉ាយផ្សារឡាវីផ្សារក្រពើនេះគឺជាផ្សារមួយដែលលាក់ខ្លួនដែលអ្នកបាត់ដំបងយើងកម្រនឹងមានអ្នកស្គាល់ខ្លាំងណាស់ប៉ុន្តែបើបានមកស្គាល់ហើយគឺថាបរិយាកាសជុំវិញខ្លួនយើងល្អមែនទែនពោពេញទៅដោយដើមដូងធម្មជាតិស្រស់មើលទៅសម្រស់ភ្នំក្រពើតិចភ្នែកខ្លាំងណាស់បងប្អូនអ្វីត្បិតតែផ្សារមួយនេះគឺជាផ្សារជនបទក៏ពិតមែនប៉ុន្តែមានលក់ច្រើនគ្រប់បែបយ៉ាងមានតាំងពីសម្លៀកបំពាក់ស្បែកជើងគ្រឿងច័ន្ទឆ្នាំផ្សេងនំខ្មែរបង្អែមខ្មែរបបរកាទៀវនំបញ្ចុកនៅផ្សារមេម៉ាយនេះអត់ខ្វះទេបងប្អូនក្រឡេកមកខាងនេះមានតាំងពីស្ករត្នោតលោកយាយអង្គុយលក់មើលទៅថ្មីល្អណាស់ស្ករផែនទាំងនេះគឺថាធម្មជាតិពិតដោយនៅក្នុងស្រុកភូមិនេះសម្បូរទៅដោយដើមត្នោតដែលជាគេដំណើរដូនតាបានបន្សល់ទុកមកអ្នកភូមិតែងតែឡើងយកទឹកត្នោតដែលមានឱជារសផ្អែមមកកូរចម្រាញ់ធ្វើជាស្ករផែនបើយើងធ្វើដំណើរនៅលើផ្លូវជាតិលេខ57ពីបាត់ដំបងទៅប៉ៃលិនពេលមកដល់ត្រង់ចំណុចជើងភ្នំក្រពើនេះបងប្អូននឹងបានឃើញមានអ្នកលក់ផ្លែត្នោតដាក់តាំងទាំងធ្លាច្រើននិងស្ករផែនដែលចម្រាញ់ចេញពីទឹកត្នោតដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់នៅតាមផ្លូវប៉ុន្តែលោកយាយក៏ចាស់ហើយមិនបានទៅអង្គុយលក់នៅមាត់ផ្លូវជាតិទេឲ្យតែរៀងរាល់ព្រឹកព្រលឹមឡើងក៏តែងតែយកស្ករផែនមកអង្គុយលក់នៅក្នុងផ្សារភ្នំក្រពើនេះបងប្អូនទាំងអស់គ្នាបើបានធ្វើដំណើរឆ្លងកាត់កុំភ្លេចចូលលេងនៅក្នុងផ្សារជើងភ្នំក្រពើនេះផងអមនៅកន្លែងអមមានលក់ស្ករត្នោតចាស្ករត្នោតសុទ្ធ100%ទីតាំងដែលផ្សារដែលអមលក់ហ្នឹងនៅផ្សារឡាវីផ្សារមេម៉ាយបាទភូមិក្រពើកើតបាទធានាថាស្ករត្នោត100%លក់នៅក្នុងផ្សារហ្នឹងដែរបងប្អូនអាចមករកទិញល្អំបាននេះមានមួយកន្លែងទេគេលក់ជាថង់អញ្ចឹងបណ្ដោយមួយថង់6000មួយថង់គីឡូបាទអញ្ចឹង1គីឡូ12000បាទបាទ